គមន៍សូមក្រុមជ័យគ្រប់អាដាមអែមច័ន្ទនរារដ្ឋលេខាធិការក្រសួងយុទ្ធភ័ពនិងជាសមាជិកនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអដកជាតំណាងដ៏ពងពោះអាដាមករិតឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពជាទីគោរពថ្ងៃនេះខ្ញុំពិតជាមានក្តីសោមនស្សរីករាយណាស់តាំងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តនិងអង្គសិកាសាលាទាំងមូលខ្ញុំសូមសម្ដែងនៅកិច្ចកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអដកដឹកនាំដោយអាដាមអែមច័ន្ទមករារដ្ឋលេខាធិការក្រសួងយុទ្ធភ័ពនិងជាសមាជិកនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអដកនិងជាតំណាងដ៏ខ្ពស់អាដាមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពចោះមកបំពេញបេសកកម្មដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅលើទឹកដីនៃខេត្តកោះកុងរបស់យើងខ្ញុំនាពេលនេះទីនេះខ្ញុំសូមអនុញ្ញាតក្រុមជ័យអាដាមអែមច័ន្ទមករារដ្ឋលេខាធិការក្រសួងយុទ្ធភ័ពនិងជាសមាជិកអដកមានការអញ្ជើញឡើងផ្នែកសម្រាប់កថាដល់អង្គសិក្ខាសាលាសូមក្រុមជ័យក្រុមអាដាមថងតារុនប្រធានក្រុមប្រឹក្សាខេត្តកោះកុងអាដាមយមផារតប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអាដាមហាក់លេងអភិបាលរងនៃគណៈអភិបាលខេត្តកោះកុងតំណាងលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុងអាដាមមីនមករាប្រធានសាលាដំបងខេត្តកោះកុងលោកជំទាវចាត់សូត្ររស្មីរាជអាជ្ញានៃអាយកាអមសាលាដំបងខេត្តកោះកុងអាដាមលោកជំទាវអស់លោកស្រីបងប្អូនមន្ត្រីរាជការទាំងអស់នៅក្រោមអាវ៉ាតនៃការគ្រប់គ្រងរបស់ខេត្តកោះកុងជាទីមេត្រីថ្ងៃនេះដោយទទួលបានការអនុញ្ញាតដ៏ខ្ពស់ពីសំណាក់អាដាមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនិងជាប្រធានអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាមួយនឹងសហការីនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺមានសេចក្តីសោមនស្សរីករាយដែលបានមកចូលរួមជាមួយនឹងអាដាមលោកជំទាវអស់លោកស្រីទាំងអស់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាលយើងជូនដល់បងប្អូនមន្ត្រីរាជការយើងទាំងអស់នៅក្រោមអាវ៉ាតនៃខេត្តកោះកុងនេះឱកាសដ៏ពិសេសពិសានេះក្នុងនាមអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងនៅអំណរគុណចំពោះរដ្ឋបាលខេត្តកោះកុងដែលបានរៀបចំនៅកិច្ចសហប្រតិបត្តិការផ្ដល់នៅកិច្ចការសហការរៀបចំនៅកម្មវិធីនេះពេលនេះបានយ៉ាងល្អហើយនេះខ្ញុំសូមបញ្ជាក់ថាអដកនេះគឺយើងបង្កើតឡើងគឺដើម្បីបំពេញបន្ថែមទៅលើយន្តការដែលមានស្រាប់បានសេចក្តីថាយើងមិនមកជំនួសនៅយន្តការដែលកំពុងមានទេណាចឹងយន្តការនេះគឺដើម្បីជួយសម្រោះសម្រួលដោះស្រាយវិវាទឲ្យបានឆាប់រហ័សជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននេះឯងអញ្ចឹងក្នុងន័យនេះស្ថាប័នអដករបស់យើងគឺជាយន្តការថ្នាក់ជាតិមួយតែបន្ថែមទៅលើយន្តការដែលមានស្រាប់ដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដើម្បីអីគឺដើម្បីសម្ដៅទៅលើការលើកកម្ពស់គុណភាពប្រសិទ្ធភាពនិងនិរន្តរភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះឯងហើយដើម្បីបង្ខិតសេវានេះឲ្យជិតជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋានកិច្ចការងារនេះយើងត្រូវធ្វើការសម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននៅបរិយាកាសសន្តិភាពនិយមណាបរិយាកាសសន្តិភាពនិយមនិងភាពសុខដុមរមនានៅក្នុងសង្គមជាតិនិងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការប៉ុន្តែយន្តការថ្មីនេះគឺនឹងផ្ដល់ការគ្រប់គ្រងបច្ចេកទេសនិងកិច្ចសហប្រតិបត្តិការជូនអាជ្ញាធរមូលដ្ឋានក៏ដូចជាតួអង្គពាក់ព័ន្ធសម្ដៅលើកម្ពស់សមត្ថភាពនិងប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅមូលដ្ឋានព្រោះទំនាស់ដែលដោះស្រាយរួចហើយនៅក្នុងក្របខ័ណ្ឌអាជ្ញាធរអដកនេះគឺត្រូវចាត់ទុកថាជាការដោះស្រាយរួចជាស្ថាពរដោយមិនចាំបាច់ប្តឹងទៅតុលាការទៀតទេហេតុអី
ដោយសារតែកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរបស់អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះគឺមានអានុភាពដោយសាលក្រមថាពររបស់តុលាការដែរជាទីបញ្ចប់ជូនពរអាដាមលោកជំទាវអស់លោកស្រីទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះសូមសំប្រកបទៅនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងសម្រេចបានជោគជ័យគ្រប់ភារកិច្ចក្នុងបុព្វហេតុជាតិនិងប្រជាជនក្នុងនាមគណៈអធិបតីខ្ញុំសូមប្រកាសបើកសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចាប់ពីពេលនេះតទៅសូមអរគុណចិត្តបទថៃរបស់ខ្ញុំនេះជាការណែនាំបន្ថែមដើម្បីជ្រាបជូនដល់លោកជំនាញរបស់ស្រីដែលជាមន្ត្រីរាជការរដ្ឋបាលខេត្តកោះកុងនេះដែលបានជាការច្បាស់ហើយខាងចំកភាពងាយស្រួលមួយយ៉ាងដែរទាំងអរកចូលមកដល់ស្រាយវិទ្យានៅក្នុងមូលដ្ឋានផងទាំងទឹកសាការវាពេលខាងមុខបើសិនជារដ្ឋបាលខេត្តកោះកុងជាមួយនឹងអរកយើងជឿដល់ការចូលក្នុងសារៈនៃការយកចូលនេះចឹងសម្រាប់បទបង្ហាញរបស់ខ្ញុំនៅពេលនេះយើងមានគោលបំណងដែលទីមួយខ្ញុំនឹងការបទបង្ហាញអំពីដំណើរការវិវត្តនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទី2គឺការបង្កើតនៅដំណើរការរបស់អរកទី3គឺយន្តការសម្រាប់សម្រួលដោះស្រាយវិវាទរបស់អរកតាមដើមអនុវត្តនៅពេលពីបែបណាមានសារភាពមកហើយខ្លះនេះរបស់អរកហើយនៅចំណុចទី4គឺខ្ញុំនឹងបង្ហាញអំពីលទ្ធផលដែលអរកស្ថិតបាននៅពេលរបស់អរកទើបមកត្រឹមថ្ងៃទី2វិច្ឆិកាឆ្នាំ2025នេះទម្លាប់ទៅខែទី10ថ្ងៃនេះគឺអរកមានរយៈពេល2ឆ្នាំពេញស្របតាមព្រះច្រាំការរបស់អរកការថ្ងៃ2វិច្ឆិកា2023ហើយខ្ញុំចាប់បញ្ជាក់បន្ថែមបន្តិចមុននឹងចាប់តាមទទួលជូនលោកស្រីគឺថាសហការដែលខ្ញុំបានបញ្ជាក់ហើយមុននេះក៏មុនចូលក្នុងកម្មវិធីក៏បានចែកជាមួយនឹងអាដាមបានបន្ថែមចាំរបៀបគឺគាត់ថាយន្តការរបស់អរកនេះគឺជាយន្តការសហការគឺជាយន្តការបំពេញបន្ថែមឲ្យយន្តការដែលមានស្រាប់ចឹងអ្វីដែលកំពុងតែអនុវត្តនៅបច្ចុប្បន្ននៅតែបន្តដដែលចឹងខាងឃុំខាងសង្កាត់ខាងស្រុកខាងខេត្តនៅតែអាចបន្តការងាររបស់ខ្លួនក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបាទអញ្ចឹងឃុំគាត់នៅសំណុំប្រមូលគាត់នៅសំណុំប្រមូលទៅស្រុកក៏អាចធ្វើបានខេត្តក៏អាចធ្វើបានយន្តការដទៃទៀតដូចជាគណៈកម្មការសូរិយោបតីក៏នៅតែមានអត្ថប្រយោជន៍អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីក៏នៅមានអត្ថប្រយោជន៍ចឹងពេញយ៉ាងនេះប៉ុន្តែអរកគឺជាយន្តការបំពេញលង្ហែរបស់ស្ដេចអបតីលោកមានប្រសាសន៍ថាគឺជាជំរឿនថ្មីបាទគឺជាជំរឿនថ្មីមួយទៀតឲ្យប្រជាពលរដ្ឋអាចយកមកប្រើប្រាស់បានចឹងគឺថាយន្តការអរកអត់ទៅលុបបំបាក់ឬក៏ទៅជំនួសយន្តការណាតែមានស្រាប់ទេពួកនេះយើងបង្កើតបាន4ជាការឡៃតំណាងទៅជាឯកសារប៉ុន្តែសម្រាប់ខេត្តដទៃទៀតយើងមិនបង្កើតជាការឡៃតំណាងទេប៉ុន្តែយើងចាក់ដៃគូតាមរយៈការចុះ MOU ជាមួយរដ្ឋបាលខេត្តចឹងពេលដែលចុះ MOU ទៅឧទាហរណ៍យើងមានការផ្ដល់ការបណ្ដុះបណ្ដាលពាក់បំពន់នៅជំនាញដល់មន្ត្រីដែលនៅស្ថានីយ៍ផ្ទាល់ចឹងគាត់មានលទ្ធភាពក្នុងការដោះស្រាយហើយពេលដោះស្រាយចប់ចង់បានកំណត់ខេត្តដែលមានតម្លៃអនុវត្តដោយសារក្រមសាពោរបស់អរកពេលដែលយើងមាន MOU ជាមួយនេះស្រួលទៀតឃុំដោះស្រាយបានស្រុកដោះស្រាយបានខេត្តដោះស្រាយបានប៉ុន្តែដើម្បីធានាថាដំណោះស្រាយនេះវានឹងខ្លាយទៅជាដំណោះស្រាយស្រាប់ពោគូភាគីណាមួយមិនអាចរើកន្លះឡើងវិញបានដាក់ពាក្យមកស្លឹកទៅអរកដើម្បីចេញជាកំណត់ហេតុចឹងពេលដែលបានកំណត់ហេតុហើយគឺថាវិវាទនេះគឺថាចប់ជាស្រាប់ពោភាគីមិនអាចខ្លាយកន្លះបានទៀតទេហើយចឹងយើងសំខាន់គោលបំណងចុងក្រោយនៃការដោះស្រាយវិវាទមិនមែនត្រឹមតែចាប់ចេញលិខិតមកស្លឹកកន្លះមកស្លឹកទេសំខាន់ចុងក្រោយគឺការធានាបានថាវិវាទនេះនឹងត្រូវបានដោះស្រាយបញ្ចប់ជាស្រាប់ពោ